សួស្តីបងប្អូនទាំងអស់គ្នាយប់មិញនេះខ្ញុំបាននាំក្មួយខ្ញុំទៅថតត្រេននៅឯមុខវាំងហើយនេះលើកទី1ហើយដែលសាកល្បងចាញ់ថតនៅខាងក្រៅមានអារម្មណ៍ថារៀងអៀនដែរតាប៉ុន្តែដើម្បីឲ្យបានវីដេអូប្រម៉ូទហាងកាហ្វេខ្ញុំមកចឹងទៅលះបង់មែនទែនក្មួយខ្ញុំក៏លះបង់ដែរគ្នាចេញពីធ្វើការឡើងម៉ោង9យប់ហើយតែងខ្លួនតែងអីហើយម៉ោង10ហើយយើងនាំគ្នាទៅថតទៀតតែម្យ៉ាងដែរពេលយើងទៅថតថ្ងៃអត់ធ្វើថ្ងៃមិនសៅរ៍អាទិត្យស្លាស់ល្អចឹងថតទៅរៀងអត់សូវអៀនទេសៅរ៍អាទិត្យចំថ្ងៃដែល Walk Street គេបើកប្រកាសជាមើលទៅរៀងអៀនខ្លួនហើយក្មួយខ្ញុំនេះវានិយាយចំឲ្យធ្វើអីក៏ធ្វើដែរគ្នានៅក្មេងមែនប៉ុន្តែអត់ពិបាកប្រើតាំងពីតូចមកថតវីដេអូថតកំ pl ែងអីគឺថាធ្វើមកចប់ហ្មងកាលនៅពីក្មេងខ្ជូតដល់ពេលធំឡើងខ្លះជាស្រីស្អាតតែគាត់ថាស្រីស្អាតមែនតែអត់ប្រកាន់ខ្លួនទេស្អីក៏ធ្វើដែរឲ្យតពូឲ្យធ្វើនេះគឺថត trend បែបលក្ខណៈថាគេជាសភាពនារីនៅមុខវាំងអីចឹងមើលទៅសភាពនារីមែនអត់បងប្អូនអ្នកគ្នាមើលទាំងទឹកមុខមើលទាំងកាយវិការហើយនឹងឈុតក្រហមនិយាយចំសភាពមែនហើយ slot ការងារអីបានមកចប់ហ្មងឃើញអត់ពូបជាធ្វើម៉េចក៏ធ្វើដែរហើយក៏មានក្មួយប្រុសមួយទៀតក៏ទៅតាមជាមួយថត trend ពីអ្នកបងប្អូនជាដូចមួយហ្នឹងឃើញអានេះអា trend គេកំពុងពេញនិយមតាម TikTok ដែលគេដើរទៅប៉ះឲ្យបក់ដៃទៅមកហ្នឹងឃើញអត់ជួបរបស់គេដែរហ្នឹងក្មេងៗនិយាយចំក្មេង Gen Z ខំអាសានេះ trend មួយទៀតដែរលក្ខណៈនេះក៏គេពេញនិយមដែរនេះខ្ញុំឲ្យក្មួយខ្ញុំវារៀនធ្វើដែរអញ្ចឹងទៅដើម្បីឲ្យឆាប់ល្បីដូចគេបន្ទាប់ពីធ្វើការឲ្យអស់កម្លាំងហត់នាំក្មួយហ្នឹងទៅបើកម្លាំងដាក់ខ້ອຍម្នាក់មួយកែវគឺថាឈៀលមែនតើហ្មងជាពិសេសអូនតូចហ្នឹងគ្នាតម្លាមកពីបាត់ដំបងដល់ពេលបានមកចូលហាងចូលអីចឹងទៅគ្រាន់បើគេដែរណាចឹងអរគុណបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូតាំងពីដើមដល់ចប់តិចទៀតសាកល្បងចេញ vlog ថ្មីដែរមើលរៀនធ្វើ vlog ខៃឡូតិចទៀតទៅស្រួលប្រម៉ូទហាងកាហ្វេអីបងប្អូនទៅញ៉ាំកាហ្វេញ៉ាំបុកល្ហុងញ៉ាំអាហារបាត់ដំបងអីនៅពេញអីទៅហាងយើងអញ្ចឹងតែនេះគឺគោលម្ដងគាត់ថត trend ទេបងប្អូនទាំងអស់គ្នាអញ្ចឹង vlog នេះមានប៉ុណ្្នឹងហើយបាយបាយជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អជាងនេះបាយបាយ